ការដុសសាច់សិកមុនដែលបង្កមកពីពពួកមេរោគ HPV ចាការដុសសាច់វាមានច្រើនបងប្អូនវាមានដូចរឹសដុំដូចរឹសចឹងដូចក្របមុនដូចកពឹសក្រូចដូចសិកមុនរីកខ្លាំងដូចការកាត់ណាភាពនៃការដុសវាមានច្រើនសន្តានច្រើនបែបដូចបានរៀបរាប់ចឹងហើយក៏វាទៅតាមរយៈពេលដែរចាកោសិកាខ្លះ HPV ដែរតែអត់កើតទេកោសិកាខ្លះទៀតគឺកើតចឹងគាត់ទៅដុសមករីកហ្មងរយៈពេលគឺរីកលឿនណាស់ចាបែកសាខាពីហ្នឹងបងខ្លះទៀតគាត់ដុសតូចទេប៉ុនគាត់អង្គហើយរយៈពេលយូរប៉ុន្តែវាអត់រីកចាអាហ្នឹងកុំគាត់ថាវាអត់អីមេរោគគឺនៅក្នុងចាបងប្អូនខ្លះទៀតគាត់បារម្ភតែដុសសាច់ចេញមកក្រៅហ្នឹងណាគាត់ភ័យថាហ្នឹងឯងគាត់រហូតទៅកាត់រហូតទៅដុតរហូតទៅអីថ្មីអត់ទៅបាត់អាហ្នឹងតែគាត់បានភ័យមេរោគនៅក្នុងឈាមក្នុងរាងកាយរបស់គាត់ធ្វើទុកសុខភាពរបស់គាត់ទេគាត់ភ័យថាហ្នឹងតែគាត់បានបារម្ភមេរោគនៅក្នុងណាគាត់ធ្វើមិនបងធ្វើមិនអត់ទៅបាត់អាហ្នឹងអត់ទៅបាត់អាហ្នឹងគឺខ្ញុំស្វាយចិត្តតែយើងបារម្ភណាវាមិនមែនជាការដុសសាច់ចេញមកក្រៅហ្នឹងទេបារម្ភមែនតើនោះមេរោគនៅក្នុងរាងកាយរបស់យើងក្នុងប្រព័ន្ធឈាមរបស់យើងទៅសង្ងំក្នុងផ្នែកគួរចង់យកអាហ្នឹងទើបយើងបារម្ភចាធ្វើម៉េចទៅមានថ្នាំសម្រាប់មេរោគពីក្នុងរាងកាយយើងអស់ទៅអាការដុសសាច់ហ្នឹងវាជ្រុលហ្មងវាឡើងមានបញ្ហាអីទៀតហើយវាជ្រុលអូតូម៉ូទិកចាអញ្ចឹងគឺបងប្អូនគាត់មានបញ្ហាបារម្ភរឿងដុសសាច់ហ្នឹងច្រើនតែគាត់អត់បានបារម្ភពីបញ្ហាសុខភាពរបស់គាត់ខាងក្នុងទេចាអញ្ចឹងបញ្ជាក់បងប្អូនត្រង់មកវិញអស់មេរោគពីក្នុងបញ្ហាដុសសាច់ហ្នឹងគឺឡើងមានដែរអញ្ចឹងវាដុសមកពីអីដោយសារអីមានមេរោគនៅក្នុងរឹសវានៅក្នុងរឹសវាក្នុងប្រព័ន្ធឈាមរបស់យើងរឹសវាមេរោគនៅក្នុងរាងកាយរបស់យើងវាមិនសំខាន់ណាស់ដុសសាច់ចេញមកក្រៅហ្នឹងទេអញ្ចឹងអីដែលយើងគិតគឺសម្រាប់មេរោគពីក្នុងទាំងអស់មេរោគហើយយើងនឹងមានបញ្ហាដុសសាច់អីទៀតហើយជាស្អាតហ្មងណា